គន្លឹះ5ចំណុចសម្រាប់វិនិយោគិនថ្មីថ្មោងអ្នកដែលជោគជ័យនៅក្នុងការវិនិយោគភាគហ៊ុនគឺមិនមានអ្នកណាចាប់ផ្ដើមមកគឺចេះតែម្ដងនោះទេគឺគ្រប់គ្នាចាប់ផ្ដើមពីចំណុច0ដូចគ្នាហើយមិនមានអ្នកណាដែលថាដឹងថាផ្សារភាគហ៊ុនហ្នឹងគឺជាអ្វីហើយដឹងថាតើភាគហ៊ុនហ្នឹងគឺជាអ្វីតាំងពីដំបូងនោះទេគឺគ្រប់គ្នាចាប់ផ្ដើមមកគឺអត់ដឹងទេប៉ុន្តែគ្រាន់តែគេអ្នកដែលគាត់ក្លឹបជោគជ័យឬក៏អ្នកដែលជោគជ័យនៅក្នុងផ្សារភាគហ៊ុនហ្នឹងគាត់មានការសិក្សាស្វែងយល់ពីផ្សារភាគហ៊ុនឬក៏ពីភាគហ៊ុនហ្នឹងមុននឹងគាត់ធ្វើការវិនិយោគអញ្ចឹងថ្ងៃនេះខ្ញុំលើកយកគន្លឹះមួយចំនួនដែលអ្នកជោគជ័យមួយចំនួនហ្នឹងគាត់មានការចែករំលែកទាក់ទងជាមួយនឹងគន្លឹះសម្រាប់វិនិយោគិនថ្មីទី1ហ្នឹងគឺគាត់ណែនាំឲ្យមានការពិនិត្យហើយនឹងរៀបចំហិរញ្ញវត្ថុរបស់យើងជាមុនសិនមុននឹងយើងធ្វើការវិនិយោគឲ្យយើងក៏លេខទៅមើលខ្លួនឯងថាតើយើងនឹងមានបំណុលអត់យើងនឹងមានលុយសន្សំប៉ុណ្ណាហើយព្រោះអីការដែលយើងចូលទៅវិនិយោគនៅក្នុងភាគហ៊ុនផ្សារភាគហ៊ុនវាមានការប្រែប្រួលតម្លៃវាមានការប្រែប្រួលរហូតដូច្នេះហើយបើសិនជាយើងយកលុយដែលយើងចាំបាច់ឬក៏យើងយកលុយដែលយើងត្រៀមនឹងប្រើក្នុងរយៈពេលខ្លីទៅធ្វើការវិនិយោគហ្នឹងអាចធ្វើឲ្យយើងនឹងមានការខាតបង់ហើយធ្វើឲ្យយើងនឹងstress ហើយមិនអាចវិនិយោគបានក្នុងរយៈពេលវែងអញ្ចឹងហើយមុននឹងយើងធ្វើការវិនិយោគយើងគួរតែពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុរបស់យើងជាមុនសិនចំណុចទី2ហ្នឹងត្រៀមលុយបំរុង6ទៅ12ខែមានន័យថាលុយបំរុងប្រើក្នុងពេលចាំបាច់ណាមួយសម្រាប់យើងហ្នឹងឲ្យមានក្នុងរយៈពេល6ទៅ12ខែនៃចំណាយប្រចាំខែរបស់យើងមានន័យថាយើងគួរតែសន្សំលុយសម្រាប់ត្រៀមបំរុងចាយនៅពេលចាំបាច់ឲ្យបានជាមុនសិនមុននឹងយើងសន្សំលុយយកទៅធ្វើការវិនិយោគព្រោះអីដូចដែលបានលើកមុននេះអញ្ចឹងការវិនិយោគគឺវាមានហានិភ័យតម្លៃរបស់ភាគហ៊ុននឹងមានការប្រែប្រួលរហូតដូច្នេះហើយបើសិនជាយើងអត់មានលុយចាយបំរុងសម្រាប់ចាយវាក្នុងករណីចាំបាច់ណាមួយទេវាធ្វើឲ្យយើងនឹងមានការ stress ព្រោះអីនៅពេលដែលយើងត្រូវការលុយមកប្រើប្រាស់ហ្នឹងជួនកាលភាគហ៊ុនដែលយើងកំពុងតែកាន់កាប់ហ្នឹងមានការធ្លាក់ថ្លៃខ្លាំងធ្វើឲ្យយើងបង្ខំចិត្តលក់នៅក្នុងតម្លៃដែលទាបមានន័យថាយើងទិញក្នុងតម្លៃខ្ពស់ហើយយើងបង្ខំលក់នៅក្នុងតម្លៃទាបអញ្ចឹងធ្វើឲ្យយើងមានការខាតបង់ដូច្នេះហើយយើងគួរតែត្រៀមលុយសម្រាប់ចាយប្រចាំខែហ្នឹងឲ្យបានយ៉ាងតិច6ទៅ12ខែបើដូចចំពោះស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះយើងគួរតែមានយ៉ាងតិច12ខែណែនាំឲ្យមាន12ខែមុននឹងយើងយកលុយទៅធ្វើការវិនិយោគទី3ហ្នឹងគឺយើងគួរតែបើកគណនីជួញដូរភាគហ៊ុនការដែលយើងបើកគណនីជួញដូរភាគហ៊ុនហ្នឹងមិនមែនយើងបើកហើយយើងចូលទៅធ្វើការទិញលក់ភាគហ៊ុនភ្លាមនោះទេគឺយើងបើកគណនីជួញដូរហ្នឹងគឺដើម្បីចូលទៅសិក្សាផ្ទាល់មានន័យថាចូលទៅសង្កេតមើលដោយផ្ទាល់ជាមួយនឹងការប្រើប្រាស់ app ជាមួយនឹងការតាមដានតម្លៃរបស់ភាគហ៊ុនឬមួយក៏សិក្សាពីភាគហ៊ុនបន្ថែមនៅក្នុង app វិនិយោគហ្នឹងហើយបើសិនជាយើងមានការចាប់ផ្ដើមភ្លាមយើងគួរតែចាប់ផ្ដើមនៅក្នុងកម្រិតមួយគេហៅថាល្មមឬតិចតួចសិនព្រោះអីអាចថាជាការសិក្សាបណ្ដើធ្វើការវិនិយោគបណ្ដើចំណុចទី4គឺចាប់ផ្ដើមវិនិយោគជាមួយនឹងអាជីវកម្មជុំវិញខ្លួនយើងជាមុនសិនមានន័យថានៅក្នុងផ្សារភាគហ៊ុនហ្នឹងវាមានភាគហ៊ុនរបស់ក្រុមហ៊ុនខ្លះហ្នឹងយើងអត់ដែលស្គាល់ទេអញ្ចឹងពេលដែលយើងចាប់ផ្ដើមដំបូងយើងគួរតែវិនិយោគជាមួយនឹងក្រុមហ៊ុនដែលយើងទទួលសេវាកម្មរបស់គាត់ផ្ទាល់ឧទាហរណ៍ថាយើងប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឬក៏ធនាគារអញ្ចឹងនៅក្នុងផ្សារភាគហ៊ុនយើងមានភាគហ៊ុនធនាគារ AC Leader ជាដើមអញ្ចឹងយើងគួរតែចាប់ផ្ដើមវិនិយោគជាមួយនឹងភាគហ៊ុនរបស់ក្រុមហ៊ុនដែលនៅជុំវិញខ្លួនយើងមានន័យថាដែលយើងគិលឬក៏បានប្រើប្រាស់សេវាកម្មរបស់គាត់ឬមួយក៏យើងកំពុងតែប្រើទូរស័ព្ទដៃយើងប្រើប្រព័ន្ធ Cell Card អញ្ចឹងយើងក៏លេខទៅមើលនៅក្នុងផ្សារភាគហ៊ុនគឺ Cell Card គាត់បានដាក់លក់ភាគហ៊ុនរបស់គាត់នៅក្នុងផ្សារភាគហ៊ុនឬផ្សារមូលបត្រហ្នឹងអញ្ចឹងយើងគួរតែចាប់ផ្ដើមពីភាគហ៊ុនអស់ហ្នឹងដែលយើងស្គាល់ច្បាស់ដែលយើងបានប្រើប្រាស់សេវាកម្មរបស់គាត់ផ្ទាល់អញ្ចឹងទោះបីជាភាគហ៊ុនរបស់គាត់មានការធ្លាក់ចុះប៉ុន្តែបើសិនជាយើងនៅតែប្រើប្រាស់ទៅអត់មានបញ្ហាភាគហ៊ុនក្រុមហ៊ុនហ្នឹងមិនបានបិទទ្វារទេអញ្ចឹងយើងក៏មិនមានការខាតបង់ច្រើនដូចគ្នាហើយមួយទៀតយើងអាចសិក្សាថាពេលដែលយើងស្គាល់ក្រុមហ៊ុនអស់ហ្នឹងហើយយើងអាចទទួលសេវាកម្មរបស់គាត់តើសេវាកម្មរបស់គាត់ហ្នឹងល្អអត់បើសិនជាយើងចូលទៅទទួលសេវាកម្មរបស់គាត់ហើយសេវាកម្មរបស់គាត់អត់ល្អអញ្ចឹងយើងនឹងកលេចមើលថាតើភាគហ៊ុនរបស់គាត់ហ្នឹងអាចរីកចម្រើនបានដោយរបៀបណាអញ្ចឹងវាជាការល្អដែលយើងចាប់ផ្ដើមជាមួយនឹងក្រុមហ៊ុនជុំវិញខ្លួនយើងហើយបើសិនជាយើងទទួលសេវាកម្មរបស់គាត់ទៀតគឺកាន់តែល្អ
dương cănតែមានទំនុកចិត្តចំណុចទី5គឺជាចំណុចចុងក្រោយនោះយើងគួរតែស្វែងរក style នៅក្នុងការវិនិយោគសម្រាប់ខ្លួនយើងផ្ទាល់យើងគួរតែ skill ខ្លួនយើងឲ្យបានច្បាស់សិនថាតើយើងសមឬក៏គួរតែធ្វើការវិនិយោគរយៈពេលខ្លីឬគួរតែធ្វើការវិនិយោគរយៈពេលវែងឬមួយក៏យើងចូលចិត្ត style មួយណាដែលគិតថាសមសម្រាប់យើងគួរតែសិក្សាស្វែងយល់អាចថាមិនចាប់ដើមតែម្ដងទេយើងចាប់ដើមសិក្សាពីវាបន្តិចម្ដងសាកល្បងដំបូងយើងអាចថាសាកល្បងវិនិយោគរយៈពេលខ្លីមើលសិនថាតើយើងនឹងសមអត់តែបែបនេះវាសមសម្រាប់យើងអត់ឧទាហរណ៍ការវិនិយោគរយៈពេលខ្លីហ្នឹងវាទាមទារយើងតាមដានតម្លៃភាគហ៊ុនឬផ្សារភាគហ៊ុនហ្នឹងគឺជិបលឹបមែនទែនអញ្ចឹងសួរថាតើយើងមានពេលគ្រប់គ្រាន់អត់វារំខានដល់ការងារប្រចាំរបស់យើងអត់អញ្ចឹងបើសិនជាវារំខានដល់ការងារប្រចាំរបស់យើងគួរតែបដូរមកវិនិយោគរយៈពេលវែងជ្រើសរើសភាគហ៊ុនដោយការប្រុងប្រយ័ត្នហើយយើងចាប់ផ្ដើមសន្សំភាគហ៊ុនណាមួយក្នុងរយៈពេលវែងមានន័យថាយើងចូលទៅសន្សំបន្តិចម្ដងជារៀងរាល់ខែនៅក្នុងចំណុចនេះដែរយើងគួរតែសិក្សាពីខ្លួនយើងផ្ទាល់សិនថាតើយើងគិតថាខ្លួនយើងនឹងគួរតែវិនិយោគរបៀបណាឬមួយក៏យើងគួរតែបែងចែកលុយរបស់យើងវិនិយោគរយៈពេលវែងខ្លះហើយវិនិយោគរយៈពេលខ្លីខ្លះអញ្ចឹងអានេះគឺវាអាស្រ័យទៅលើ style របស់យើងម្នាក់សរុបជាចុងក្រោយមកគឺគន្លឹះទាំង5ចំណុចនេះគឺជាគន្លឹះដែលវិនិយោគិនថ្មីថ្មងហ្នឹងគាត់គួរតែសាកល្បងធ្វើតាមហើយគួរតែសិក្សាបន្ថែមលើសពីនេះទៀតដើម្បីជោគជ័យនៅក្នុងការវិនិយោគភាគហ៊ុនព្រោះអីការវិនិយោគភាគហ៊ុនគឺមានហានិភ័យទាមទារឲ្យយើងសិក្សាបានច្បាស់លាស់មុននឹងយើងធ្វើការវិនិយោគសម្រាប់ clip video នេះខ្ញុំមានតែប៉ុណ្្នឹងទេសូមអរគុណសូមជម្រាបលា